បាទបងប្អូននេះហ่าជីវិតអ្នកស្រុកស្រែបាទងាកឡើងពពក់ភ្លើងគោណែគោគ្នាអត់មានកន្លែងជ្រកអីទេគឺកូនសញ្ញាបទូចមួយហើយពពក់ភ្លើងគោព្រោះរដូវនេះរដូវវស្សាវាសម្បូរមូសបាទចុះតើយើងពពក់ភ្លើងវានោះបានវាអាចកាត់បន្ថយមូសកុំឲ្យខាំគោបាទអញ្ចឹងវាពិបាកតិចហើយកន្លែងឌីស្រាប់គោបាទចុះជីវិតអ្នកស្រុកស្រែគឺចេះមិនមានអីដូចគេទេប៉ុន្តែយើងសប្បាយចិត្តរីករាយនឹងការរស់នៅបែបនេះដែរបាទរស់នៅជាមួយនឹងបរិយាកាសធម្មជាតិបាទហើយវាជាដូចថានេះគឺជាដូចថាវីដេអូមួយដែរសម្រាប់រំលឹកបងប្អូនដែលគាត់ធ្លាប់ឆ្លងកាត់អតីតកាលជាអ្នកស្រុកស្រែឆ្លងកាត់អាការពពួកភ្លើងគោអញ្ចឹងបាទអញ្ចឹងធ្វើគាត់នឹកឃើញបាទវាជាអនុស្សាវរីយ៍ល្អមួយដែរបាទនេះកាមដាក់កាមតិចទៅវាហុយបាទដាក់កាមណាដាក់រយក្បែរវាតិចតិចមកដើម្បីឲ្យផ្សែងវារៀងផ្សែងរៀងខ្លាំងតិចមកវាដេញមុខបានហើយជីវិតជនបទតែប៉ុណ្្នឹងឯងអ្នកជនបទស្រុកស្រែចង្ការសាមញ្ញទេធម្មតាផ្លុំតិចទៅវាកាត់ភ្លើងឆេះបងប្អូនណាខ្លះធ្លាប់ឆ្លងកាត់ដូចខ្ញុំចឹងបាទខមមិនក្នុងវីដេអូនេះមកបាទឥឡូវទុកបន្តិចទៀតឲ្យវាឆេះឥឡូវវាកំពុងផ្សែងជីវិតស្រុកស្រែចំការមានអីទេមានតែរស់នៅតាមសមាជិកវោមិនទៅប៉ះពាល់បំពេញអ្នកណាទេសុំតែមករស់ឲ្យទៅស្រួលបាទអត់សូវឆេះទេនេះសារអស់រៀងសើមបាទ